Ngay đi nhâm chừng này P30 នាទី ពីភ្នំពេញ ធ្វើដំណើរទៅវិហារចិន នៅខេត្តកំពង់ស្ពឺ ដែលកំពុងតែល្បីខ្លាំង អ្នកទាំងអស់គ្នាប្រហែលជាបានឃើញហើយអូក្នុង TikTok ឬក្នុង Facebook ប្រហែលជាបានឃើញហើយថាវិហារចិនដែលគេចំណាយពេលមួយថ្ងៃវិលល្ងាចទីក្រុងឆុងឈិងនោះឥឡូវមិនបាច់ទៅដល់ឆុងឈិងទេគឺឆុងកំពង់ស្ពឺយើងនឹងឯងតាមប្រផ្លូវ41ពេលដែលខ្ញុំមកខ្ទង់ម៉ោង 5 មនុស្សច្រើនមែនទែនមនុស្សច្រើនដោយអ្វីដែលបងប្អូនទាំងអស់គ្នាកំពុងតែមើលវីដេអូនេះអញ្ចឹងគឺឃើញច្រើនហើយឡានចេញទៅវិញតកតុយសុទ្ធតែឡានក្រុងមួយជាន់ពីរជាន់ឡានធំហើយពេលខ្ញុំមកវិញក៏នៅតែមានមនុស្សមកតគ្នាដែរជាទៅចេញចូលប្រប្រយហ្មងយើងមើលពីក្រៅឃើញស្អាតឃើញប្លែកភ្នែកដោយសារតែវិហារចិនយូរម្ដងមិនយើងទៅលេងតតែតាមគេតាមឯងតាម trend អញ្ចឹងណានៅលើជើងភ្នំបរិយាកាសខ្យល់បក់អូយលហើយត្រជាក់ចិត្តត្រជាក់កាយហ្មងទេសភាពថ្ងៃដែលខ្ញុំទៅនោះគឺតំណយផលមែនទែនមេឃស្រឡះអត់មានអ៊ូអាប់អីទេយើងមើលពីជើងភ្នំទៅឃើញឡើងហំហានហ្មងហើយអ្វីដែលអ្នកនៅក្រៅឈរដេដាស់នោះគឺវាមានរឿងនៅពីខាងក្នុងហ្នឹងjust តែនៅនោះមានបងអ្នកការពារចំនួន2-3នាក់ដែលគាត់ដោយឈរចាំមកផ្លូវហ្នឹងមិនមែនគាត់នៅលក់សម្បត្តិទេគឺគាត់នៅមិនទាន់អនុញ្ញាតឲ្យអ្នកទាំងអស់គ្នាចូលទៅលេងក្នុងខាងក្នុងទេគាត់ថាខាងក្នុងធ្វើអត់ទាន់ហើយអញ្ចឹងអត់ទាន់អនុញ្ញាតទេអញ្ចឹងបានត្រឹមតែមកលេងនៅខាងមុខថតរូបថតវីដេអូតាមសេរីអត់មានហាមឃាត់ទេអ្វីដែលហាមឃាត់គឺអត់ឲ្យចូលទៅខាងក្នុងទេហេតុផលរបស់បងគាត់ថាធ្វើអត់ទាន់ហើយអញ្ចឹងបើសិនជាពុកម៉ែបងប្អូនដែលកំពុងតែតន់ train ចង់មកលេងវិហារចិននៅកំពង់ស្ពឺបច្ចុប្បន្នគឺគេអត់ទាន់អនុញ្ញាតឲ្យចូលទេទាំងខ្ញុំទាំងគេគឺនៅអង្គុយក្រៅទាំងអស់គ្នាទាំងឡានធំឡានតូចឡានតូរីឡានក្រុងអីគឺមកបានត្រឹមតែនៅថតរូបខាងក្រៅនោះទេគឺមិនទាន់អនុញ្ញាតឲ្យចូលក្នុងទេគេថាអាចនឹងអនុញ្ញាតឲ្យចូលក្នុងក្រោយពេលសាងសង់រួចអញ្ចឹងអ្នកទាំងអស់គ្នាបើចង់លេងចង់មកលេងឃើញវីដេអូខ្ញុំហើយគឺអាចនឹងត្រៀមខ្លួនសិនទៅប៉ុន្តែកុំតន់មកហើយសម្រាប់នេះផ្លូវដែលចូលគឺចូលចន្លោះគីឡូលេខ23បើសិនជាយើងមកពីភ្នំពេញឬក៏មកពីកំពតអីក៏ដោយមកដល់ចន្លោះគីឡូ23មានផ្លូវលំមួយចូលតាមផ្លូវហ្នឹងទៅផ្លូវហាងបាត់តិចតួចលោកលាក់អមដោយរោងចក្រជុំវិញហ្នឹងហើយក៏មានមនុស្សម្នាក់លក់អីវ៉ាន់ជុំវិញធម្មតាប៉ុន្តែផ្លូវវាអត់ទាន់ធ្វើទេដោយសារតែលក្ខណៈផ្លូវលំទៅអញ្ចឹងណាហើយក៏មកដល់វិហារចិននឹងឯង